เอาช่วย miền ฮะ miền เมียนเดี๋ยวนี้ช่วย sầm nang สำนางจบปีนึงบกโจกนี่ช่วยเลย miền sầm nang เมียนสำนางนั่นจ้ะ bà เมียนสำนางแม่นថ្ងៃនេះដែររៀងផ្លាច់ពីរាល់ដងទេឲ្យបងប្អូនអរគ្នាដោយសារតែរាល់ដងយើងចែកនៅសាលាបន្តខ្លួនឥឡូវនេះអត់ទេគឺនាំសំណាងទៅចែកបាទអំណោយនៅសាលាបឋមសិក្សាខ្សាច់សប៉ុន្តែសាលាខ្សាច់សហើយនិងសាលាញោមបាតនោះគឺនៅក្បែរគ្នាទេឡងប្រហែលជា2-3គីឡូទេបងប្អូនហើយនេះគឺជាសិស្សានុសិស្សនៅសាលាបឋមសិក្សាខ្សាច់សបាទហើយថ្ងៃនេះដែរបងស្រីឯកសុភត្រាហើយនេះគឺជា Facebook របស់គាត់បាទឈ្មោះសុភត្រាបាទដែលបងស្រីបាទគាត់មានចិត្តសទ្ធាជ្រះថ្លាហើយនឹងនេះជាបងស្រីគាត់មកចែកជាសិភៅជាសម្ភារៈសិក្សាបាទមកកាន់សិស្សសាលានៅបឋមសិក្សាខ្សាច់សម្ដងទាំងអស់គ្នាប្រកាសជាឆ្ងល់ហ่าហេតុអីបានជាមិនព្រមចែកនៅសាលាខ្លួនឯងបែរជាចែកនៅសាលាផ្សេងបាទមិនមែនទេដោយសារតែយើងធ្លាប់បានហើយអញ្ចឹងយើងចែករំលែកគ្នាខ្លះទៅហើយនេះសំណាងមកដល់ថាមកជួយមើលគេចែកទេមកជួយបងស្រីតែនៅតែមានមុខចំណែកដែរបងស្រីក៏ចែកជាកតាបជាសិភៅជាខ្មៅដៃនិងជាថវិកាឲ្យសំណាងទៅដែរទៅដល់ណាក៏សំណាងនៅតែមានមុខចំណែករបស់គាត់ដែរវាជាវប្បធម៌នៃការចែករំលែកដោយបងប្អូនទាំងអស់គ្នាដឹងហើយបាទឃើញមកដល់ឃើញគាត់សប្បាយចិត្តទេបងប្អូនទាំងអស់គ្នាស្នាមញញឹមម្នាក់គឺញញឹមស្រស់មែនតើមិនមែនថាសាលាខ្ញុំបានច្រើនហើយអីទេគឺបានលមមកប្រើប្រាស់យើងចង់ចែករំលែកទៅក្មេងៗដទៃទៀតវាជាការចែករំលែកនៃក្តីស្រឡាញ់វប្បធម៌នៃការចែករំលែកបន្តអញ្ចឹងគឺខ្ញុំគិតថាគឺជារឿងល្អសម្រាប់បងប្អូនទាំងអស់គ្នាជួយគ្នាទៅវិញទៅមកអញ្ចឹងណាបងប្អូនគាត់ជួយយើងជួយអ្នកបន្តទៀតអញ្ចឹងទៅហើយសម្រាប់បងស្រីសុភត្រានិងក្រុមការងាររបស់គាត់បានចុះចែកជាសម្ភារៈសិក្សាមានដូចជាសភៅ2ក្បាលបិទ2ដើមខ្មៅដៃ2ដើមបាទហើយនឹងថវិកាជូនទៅដល់សិស្សានុសិស្សក្នុងម្នាក់ចំនួន10000រៀលនេះចំពោះសិស្សធម្មតាណាបងប្អូនទាំងអស់គ្នាប៉ុន្តែសម្រាប់សិស្សពូកែចំនួន30នាក់ដែលជាប់លេខ1ដល់លេខ5បាទអញ្ចឹង6ថ្នាក់វាស្មើនឹង30នាក់អញ្ចឹងពួកគាត់ទទួលបានសភៅ2ក្បាលបិទ2ដើមខ្មៅដៃ2ដើមរួមជាមួយថវិកាចំនួន20000រៀលផងដែរសម្រាប់លើកទឹកចិត្តទៅដល់សិស្សពូកែបាទអញ្ចឹងសិស្សពូកែគឺទទួលបានអត្ថប្រយោជន៍ច្រើនជាងគេបន្តិចហើយនេះលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សបាទគាត់សប្បាយចិត្តមែនតើដោយសារតែសាលានេះអត់ទាន់បានមានអ្នកមកចែកអញ្ចឹងណាអញ្ចឹងយើងបានជួយចែករំលែកគ្នាអញ្ចឹងឲ្យឃើញស្នាមញញឹមទាំងអស់គ្នាឲ្យមានក្តីសុខទាំងអស់គ្នាអញ្ចឹងទៅសូម្បីតែខ្ញុំដែលជាលោកគ្រូមករៀននៅសាលាផ្សេងនៅពេលដែលឃើញក្មេងៗគាត់សប្បាយចិត្តអញ្ចឹងខ្ញុំក៏សប្បាយចិត្តដូចគ្នាដែរបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំក៏អត់មានអីច្រើនដែរគឺមានតែម្រាមដៃ10បាទអរគុណទៅដល់បងស្រីឯកសុភត្រានិងក្រុមការងាររបស់គាត់ដែលគាត់មានទឹកចិត្តបាទជ្រះថ្លាក្នុងការចែកសម្ភារៈសិក្សាទៅដល់សិស្សានុសិស្សបាទនៅសាលាបឋមសិក្សាខ្សាច់សទាំងអស់នេះហើយគឺជាសកម្មភាពដែលបញ្ជាក់ថាពួកយើងកំពុងតែជួយគ្រប់គ្រងទៅលើវិស័យអប់រំបាទហើយខ្ញុំសូមជូនពរដល់បងស្រីក៏ដូចជាសប្បុរសជននានាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានប្រកបមុខរបរការងារឲ្យសម្រេចគ្រប់ភារកិច្ចទាំងអស់បាទអរគុណច្រើនជំរាបលា